ในญาติกรบជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូត2នៃរឿងព្រះនិទានបិសាចនឹងព្រះខ្លាំងហើយច្បាស់បែបនេះហើយឥឡូវនេះនិយាយថាព្រោះតើអ្នកមិនជឿទុកចិត្តខ្ញុំណាហើយចុះយើងភ្នាល់គ្នាទៅភ្នាល់អំពីអ្វីរយៈពេល2ខែទៀតខ្ញុំនឹងឈានដល់កម្រិតសម្រិតគឺ104ហើយបើខ្ញុំធ្វើមិនបានខ្ញុំនឹងឈប់រៀនតែផ្ទុយទៅវិញប្រសិនបើអ្នកគ្រូចាញ់គឺត្រូវតែលាឈប់ហើយអ្នកគ្រូក៏សើចខ្លាំងនៅទីនោះហើយពោលថាគួរឲ្យអស់សំណើចមែនអ្នកគិតថា2ខែហ្នឹងមែនវាគ្រប់គ្រាន់សម្រាប់អ្នកឲ្យឈានទៅដល់ព្រលឹងទី5ទៅ100គឺវាគ្មានបញ្ហាទេសម្រាប់ខ្ញុំហើយវាមិនអីទេបើសិនបើអ្នកគ្រូខ្លាចបាក់មុខនៅមុខសិស្សដូច្នេះគ្រូក៏និយាយខ្លាំងថាខ្ញុំមិនមានអ្វីដែលត្រូវខ្លាចនោះទេហើយក៏មិនដឹងថានឹងមានរឿងអ្វីកើតឡើងដូច្នេះបើសិនបើយើងផ្ដល់ពេលវេលាអ្នករយៈពេល2ខែត្រូវដកអ្នកចេញនោះគ្រាន់តែឈរផ្អែកនៅទ្វារទៅបានហើយតួប្រុសរបស់យើងក៏ដើរទៅផ្អែកអញ្ចឹងទៅហើយផ្សេងក៏និយាយថារយៈពេល2ខែឡើងដល់កម្រិតសម្រិតគេនឹងក្លាយជាអ្នកខ្លាំងបំផុតក្នុងរយៈពេល2ឆ្នាំតែពួកគេសើចនេះគឺមិនទាន់ដឹងថាតួប្រុសរបស់យើងមានទេពកោសល្យប៉ុណ្ណានោះទេហើយនេះក៏និយាយថាអ្នកគិតថាខ្ញុំក្នុងរយៈពេល2ឆ្នាំនឹងក្លាយជាអ្នកខ្លាំងពិតជាល្អមែនតើម្នាក់ទៀតនិយាយថានៃញញឹមចេញទៀតថាជាការសរសើរមែនប្រពែអសក៏គិតថាបុរសម្នាក់នេះមកពីគ្រួសាររៀងធូរធារហើយនិយាយការពារជនក្រីក្រដូចពួកយើងហើយគាត់ត្រូវពួកអភិជនទាំងអស់នេះប៊ូលីទៀតហើយអ្វីបានជាខ្ញុំត្រូវអង្គុយនៅទីនេះហើយគេក៏កោតទៅឈរជាមួយតួប្រុសយើងទៅហើយបន្តិចក្រោយមកក៏មានបរិសម្នាក់ទៀតឡើងទៅឈរជាមួយគេដែរហើយក៏និយាយថាអង្គុយមួយថ្ងៃដូចចកចកេះដល់ហើយអ្នកឡើងទៅហ្នឹងគឺមិនមែនតែម្នាក់ទេគឺដល់ទៅ6នាក់ហើយអ្នកគ្រូខឹងជាខ្លាំងហើយលេនីក៏និយាយថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសាច់រឿងយើងក៏ស្រេះតាមនេះអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ